សួស្តីកូនៗទាំងអស់គ្នាជួបជាមួយលោកគ្រូទៀតហើយនៅមេរៀនទី63ភូមិរុងរឿងអំណានឥឡូវកូនទាំងអស់គ្នាពិនិត្យមើលរូបភាពនេះគឺជារូបភាពនៅជនបទស្រុកស្រែចំការអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរកូនទាំងអស់គ្នាមកធ្វើការអានអត្ថបទអំណានរបស់យើងជាមួយលោកគ្រូតោះចាប់ផ្ដើមភូមិខ្ញុំស្ថិតនៅតំបន់ជនបទតែសម្បូរសប្បាយភូមិខ្ញុំមានវាលស្រែធំល្វឹងល្វើយផ្លូវថ្នល់ស្អាតមានសាលារៀនមន្ទីរពេទ្យនិងវត្តអារាមពួកគេធ្វើស្រែចម្ការបានផលល្អជារៀងរាល់ឆ្នាំប្រជាជនភាគច្រើនមានជីវភាពសមរម្យនៅតាមគេហដ្ឋាននីមួយៗសុទ្ធតែមានបង្គន់អនាម័យពួកគេចេះសាមគ្គីស្រឡាញ់គ្នានិងជួយធុរៈគ្នាហើយរស់នៅដោយសុខសាន្តចំណែកក្មេងៗបានចូលរៀនគ្រប់គ្នាខ្ញុំស្រឡាញ់ភូមិខ្ញុំណាស់ហេតុដូចនេះហើយបានជាភូមិខ្ញុំមានឈ្មោះថាភូមិរុងរឿងបាទក្រោយពីកូនបានអានអត្ថបទអំណានជាមួយលោកគ្រូមកកូនទាំងអស់គ្នាកុំភ្លេចចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននៅវីដេអូថ្មីពីលោកគ្រូ